មន្ទីរសុខាភិបាលខេត្តបាត់ដំបងបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំផ្ទៃពោះមុនសម្រាលដើម្បីពង្រឹងគុណភាពនិងសុវត្ថិភាពមាតាទារកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំផ្ទៃពោះមុនសម្រាលក្នុងគោលបំណងពង្រឹងចំណេះដឹងជំនាញនិងសមត្ថភាពអនុវត្តរបស់មន្ត្រីសុខាភិបាលដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខភាពមាតានិងទារកនៅតាមមូលដ្ឋានសុខាភិបាលកាលពីព្រឹកថ្ងៃទី24ខែសីហាឆ្នាំ2026វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន24រូបជាមន្ត្រីឆ្មបមកពី24មណ្ឌលសុខភាពនៃស្រុកប្រតិបត្តិចំនួន4រួមមានថ្មគោលមោងឫស្សីសង្កែនិងបាត់ដំបងការប្រមូលផ្ដុំមន្ត្រីឆ្មបពីមូលដ្ឋាននាពេលនេះគឺជាឱកាសសំខាន់សម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍ការរៀនសូត្ររួមគ្នានិងធ្វើឲ្យការអនុវត្តសេវា ANC កាន់តែមានស្តង់ដារនិងស៊ីសង្វាក់គ្នានៅទូទាំងមូលដ្ឋានក្នុងឱកាសបើកវគ្គថ្នាក់ដឹកនាំមន្ទីរសុខាភិបាលបានគូបញ្ជាក់ថា ANC មិនមែនគ្រាន់តែជាការពិនិត្យផ្ទៃពោះជាប្រចាំនោះទេប៉ុន្តែជាឱកាសដ៏សំខាន់នៅក្នុងការវាយតម្លៃសុខភាពមាតានិងទារករកឃើញកត្តាហានិភ័យឲ្យបានទាន់ពេលវេលាផ្ដល់ការប្រឹក្សាត្រឹមត្រូវនិងរៀបចំផែនការសម្រាលបញ្ជូនករណីមានហានិភ័យទៅទទួលសេវាសមស្របដោយមិនឲ្យយឺតពេលជាមួយគ្នានេះថ្នាក់ដឹកនាំក៏បានណែនាំឲ្យសិក្ខាកាមយកចិត្តទុកដាក់លើគុណភាពមិនមែនត្រឹមតែបរិមាណនៃការផ្ដល់សេវាដោយត្រូវធានាថាស្ត្រីមានផ្ទៃពោះគ្រប់រូបទទួលបានការវាយតម្លៃការតាមដាននិងការថែទាំស្របទៅតាមស្តង់ដារបច្ចេកទេសព្រមទាំងគោរពសិទ្ធិឯកជនភាពនិងសេចក្តីថ្លៃថ្នូររបស់អ្នកទទួលសេវាលើសពីនេះត្រូវបន្តពង្រឹងកិច្ចសហការរវាងមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកនិងមន្ទីរពេទ្យបង្អែកខេត្តលើប្រព័ន្ធបញ្ជូននិងព័ត៌មានត្រឡប់ដើម្បីធានាការថែទាំបន្តចាប់ពីពេលមានផ្ទៃពោះការសម្រាលរហូតដល់ក្រោយសម្រាលនិងការថែទាំទារកសិក្ខាកាមទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមរៀនសូត្រយ៉ាងសកម្មពិភាក្សានិងយកចំណេះដឹងទៅអនុវត្តបន្តតាមវគ្គរៀនអនុវត្តតាមដានវាយតម្លៃកែលម្អរៀនបន្តជាចុងក្រោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្គោលក្រុមការងារសិក្ខាកាមទាំងអស់ព្រមទាំងមូលនិធិសម្រាប់ការថែទាំសុខភាពអន្តរជាតិកូរ៉េ Coffee ដែលបានបន្តគាំទ្រការអភិវឌ្ឍសមត្ថភាពធនធានមនុស្សនិងការលើកកម្ពស់គុណភាពសេវាសុខភាពមាតានិងទារកក្នុងខេត្តបាត់ដំបងអ្នកជំងឺជាស្នូលសេវាជាបេះដូងគុណភាពជាកិត្តិយស